សូមស្វាគមន៍ការចូលមកដល់សប្តាហ៍ទី48ដើមខែធ្នូឆ្នាំ2025តាមការចាត់ចំណាត់ថ្នាក់ពេញនិយមទាំង10ដែលយើងធ្លាប់បានដឹងកន្លងមកថាសុទ្ធសឹងតែជា smartphone ល្អបំផុតដែលគេអាចរកបាននៅលើទីផ្សារបច្ចុប្បន្នថ្មីនេះសូមបញ្ជាក់ថាការប្រកួតប្រជែងដើម្បីដណ្ដើមពានរង្វាន់ល្អបំផុតមេដាយមាសចំណាត់ថ្នាក់លេខ1បានរបូតចេញពី smartphone OnePlus 15ក្នុងសប្តាហ៍នេះហើយបន្ទាប់ពីផ្លាកសញ្ញា OnePlus ធ្វើបានល្អបំផុតហើយអស់រយៈពេល4សប្តាហ៍មកដូច្នេះ smartphone ដែលនឹងត្រូវចូលខ្លួនមកជាជើងឯកកំពូលក្នុងការផ្លាស់ប្ដូរនេះក៏មិនធម្មតាដែរដែលក្រុមហ៊ុន Xiaomi ទៅប្រកាសចេញចុងខែវិច្ឆិកានេះតែម្ដងគឺ Poco S8 Ultra ជាមួយការរៀបចំបង្កើតអានុភាពឡើងដោយបន្ទះ chip Snapdragon 8 Elite Gen 5 ទំហំ3 nanometer ចុងក្រោយគេបង្អស់មាន octa-core 4.6 GHz ចំនួន2និង 3.62 GHz ចំនួន6គ្រាប់តាមការដាក់ពិន្ទុឲ្យបានចំនួន2លាន7សែនជាងលើកម្មវិធី Antutu និង Geekbench បានចំនួន 1876 ពិន្ទុក្នុងអាទិត្យនេះពិតមែនថាមានការប្រែប្រួលសមាសភាពកំពូលប៉ុន្តែសម្រាប់ចំណាត់ថ្នាក់លេខ2នៅបន្តឈររងចាំដដែលពីសំណាក់ smartphone Samsung Galaxy S56 ប្រភេទជាលំដាប់បង្គួរប្រើប្រាស់បន្ទះ chip Exynos 4 nanometer អមដោយចំណាត់ថ្នាក់លេខ3មិត្តរួមក្រុមប្រភេទជា smartphone លំដាប់កំពូលគឺ S25 Ultra បន្តលទ្ធភាពរំកិលខ្លួនឡើងមកពីចំណាត់ថ្នាក់លេខ4សប្តាហ៍មុនចំណាត់ថ្នាក់លេខ4ដែលគេមើលងាយនឹងសន្និដ្ឋានសម្រាប់ OnePlus 15ក្នុងសប្តាហ៍នេះពិតមែនថាមានអ្នកគាំទ្រច្រើននៅមិនទាន់អស់ចិត្តប៉ុន្តែយ៉ាងណាក៏ដោយការប្រែប្រួលតែងតែកើតមានឡើងប៉ុន្តែមិនជាថ្មីដោយ OnePlus 15នៅមានលទ្ធភាពឈរនៅពីលើគូប្រជែង Xiaomi Poco S8 Pro 5G បានយ៉ាងល្អបន្ទាប់ពី smartphone មួយនេះរំកិលឡើងមកកាន់ចំណាត់ថ្នាក់លេខ5ស្ថានភាពប្រែប្រួលបែបនេះវាទៅជាអាចធ្វើឲ្យផលិតផលកំពូលរបស់ក្រុមហ៊ុន Apple មានការខកចិត្តរអិលធ្លាក់មកកាន់លេខ6វិញ Smartphone មួយទៀតប្រភេទជាលំដាប់កំពូលដែររបស់ក្រុមហ៊ុន Xiaomi គឺ Xiaomi 17 Pro Max ស្ថិតក្នុងស្ថានភាពចំណាត់ថ្នាក់លេខ7មិនអំណោយផលចុងក្រោយចូលមកដល់ Smartphone កំពូលបានតារាងទាំង3សម្រាប់លំដាប់ថ្នាក់លេខរៀងទី8បានទៅលើកម្រិតថវិកា Samsung Galaxy A17 5G លេខ8Smartphone Samsung Galaxy S25 លំដាប់បង្គួរនិងចុងក្រោយគេបង្អស់បិទបញ្ចប់អាទិត្យទី48គឺ Smartphone Xiaomi Poco X7 Pro សូមអរគុណសម្រាប់ការតាមដានក្នុងសប្តាហ៍នេះ